សម្លេងត្រហោយំសំពះអង្វររបស់ប្រជាពលរដ្ឋ17គ្រួសារនៅភូមិប្រងិលពុំបានធ្វើឲ្យអាជ្ញាធរខេត្តរំជួលចិត្តនោះទេបុរសអ្នកភូមិឈ្មោះមុតខនជាប្រជាពលរដ្ឋនៅភូមិប្រងិលឃុំប្រងិលគាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី5សីហាថាកម្លាំងប្រដាប់អាវុធមួយក្រុមដែលអះអាងថាបានទទួលបញ្ជាពីអភិបាលខេត្តលោកខុយសុខាបានមកគំរាមពួកគាត់ឲ្យប្រគល់ដីនេះទៅឲ្យក្រុមហ៊ុនភៀបភីមិចបើមិនដូច្នោះទេពួកគាត់នឹងត្រូវចាប់ខ្លួនគាត់ថាទន្ទឹមនឹងការគំរាមកំហែងពីកម្លាំងប្រដាប់អាវុធក៏មានកម្មករក្រុមហ៊ុនប្រមាណ40នាក់បាននាំគ្នាដើររុះរើដកបង្គោលរបងដីដែលអ្នកភូមិបានធ្វើដើម្បីសម្គាល់ព្រំដីរបស់ពួកគាត់រួចក្រុមហ៊ុនបានយកត្រាក់ទ័រមកឈូសឆាយដណ្ដើមយកដីធ្លីរបស់អ្នកភូមិតែម្ដងដីនោះធ្វើតាំងតែ7នៅបណ្ដោះ95ហ្នឹងរដ្ឋបាលព្រៃឈើហ្នឹងគាត់ថាដីហ្នឹងវានៅក្នុងគម្របរបស់រដ្ឋបាលព្រៃឈើដីគម្របប៉ុន្តែប្រជាពលរដ្ឋអាស្រ័យផលតាំងពី87ហើយមានឯកសារបញ្ជាក់ទៀតណាបាទមានដូងមានខ្នុរមានស្វាយអីដំណាំយើងធម្មតានឹងថតបានទាំងអស់តាំងពីនោះមកស្ត្រីឈ្មោះផៃស៊ីច័ន្ទបានឲ្យដឹងថាក្រុមកម្លាំងប្រដាប់អាវុធចម្រុះបានមកគំរាមឲ្យគាត់ចាក់ចេញពីដីនេះជាបន្ទាន់បើពុំដូច្នោះទេគាត់នឹងរងការចាប់ខ្លួនដាក់ពន្ធនាគារសម្ដេចស្រែកថាដីទីណាប៉ះពាល់នឹងប្រជាជនឲ្យកាត់ឲ្យប្រជាជនតែដល់ពេលនេះប៉ះពាល់នឹងប្រជាជនហើយគ្លីក្រុមហ៊ុនយកទៀតខ្ញុំសំណុំពរទៅសម្ដេចថាហេតុអីបានសម្ដេចស្រែកមកឲ្យថ្នាក់ក្រោមមិនស្ដាប់បញ្ជារបស់សម្ដេចស្រែកគ្មានប្រសិទ្ធភាពក្រុមហ៊ុនបំពេញលើរបស់សម្ដេចឥឡូវឲ្យសម្ដេចជួយដីទំនាស់ដែលមានទំហំជាង25ហិកតានេះស្ថិតនៅម្ដុំច្រកអូត្រាគៀតចម្ងាយប្រមាណ1600ម៉ែត្រពីថ្នល់ជាតិលេខ56ឆ្ពោះទៅទិសខាងកើតស្ថិតក្នុងភូមិប្រងិលឃុំប្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់មេឃុំប្រងិលគឺលោកអោកឈឹមមានប្រសាសន៍នាពេលកន្លងទៅថាក្រុមហ៊ុនភៀបភីមិចបានមកដាក់ទីតាំងនិងឈូសឆាយដីដោយពុំមានសិក្សាពីផលប៉ះពាល់លុះកើតមានទំនាស់ជាមួយប្រជាពលរដ្ឋទើបសុំឲ្យអាជ្ញាធរជួយដោះស្រាយលោកថាបញ្ហានេះហួសពីលទ្ធភាពដោះស្រាយរបស់អាជ្ញាធរឃុំលោកសុំឲ្យថ្នាក់លើជួយរកដំណោះស្រាយទំនាស់នេះជូនប្រជាពលរដ្ឋផងក្រុមហ៊ុននឹងគឺមិនបាននិយាយអីទេអាញាធមមូលដ្ឋាននេះគេធ្វើអីគេធ្វើស្ងាត់តែគ្នាជួយទៅគេចង់ធ្វើក៏តែទៅគេអត់សួរមួយគុំមួយគុំទេគេមកធ្វើបដិមកបានតាមនឹងទៅជាជនររឿងបានរត់ទៅដល់ស្រ័យសំណុំពររបស់អាជ្ញាធរឃុំពុំទទួលបានលទ្ធផលទេដោយកាលពីថ្ងៃទី31កក្កដាអាជ្ញាធរខេត្តបានប្រើកម្លាំងប្រដាប់អាវុធការពារឲ្យកម្មករក្រុមហ៊ុនដកបង្គោលរបងនិងឈូសឆាយដីទំនាស់នេះតែម្ដងដោយអស់សង្ឃឹមចំពោះអាជ្ញាធរខេត្តអ្នកភូមិបានឲ្យដឹងថាពួកគាត់កំពុងរៀបចំបណ្ដឹងទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីជួយពួកគាត់វិញម្ដងមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តពោធិ៍សាត់លោកអេងឈុនហានមានប្រសាសន៍ថាក្រុមហ៊ុនភៀបភីមិចកំពុងរំលោភលើសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ289ចុះថ្ងៃទី14មីនាឆ្នាំ2011ត្រង់ចំណុចដែលចែងថាចំពោះដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់បង្កបង្កើនផលនិងអាស្រ័យផលត្រូវដកចេញពីដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហើយរក្សាទុកឲ្យប្រជាពលរដ្ឋលោកថាអាជ្ញាធរខេត្តក៏កំពុងរួមចំណែករំលោភលើសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលផងដែរខ្ញុំមណ្ឌលកែវវិទ្យុ